ចូលអ្នកទាំងអស់គ្នាត្រូវចងចាំថាទីកន្លែងស្ងប់ស្ងាត់តែចិត្តមិនស្ងប់ស្ងាត់គឺมันអាចរស់នៅបានសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តបានទេបើអ្នកចង់រស់នៅប្រកបដោយសេចក្តីសុខស្ងប់លុះត្រាតែចិត្តរបស់អ្នកមានសភាពស្ងប់រងាប់ដោយពុំសម្បូរទៅដោយទោសៈមោហៈលោភៈជាពិសេសទៀតនោះអ្នកត្រូវជំរះបងនៅភាពសង្ស័យនៅក្នុងសន្តានចិត្តរបស់អ្នកចោលឲ្យបានច្រើនហើយតាំងសេចក្តីប្រាថ្នាតិចនៅក្នុងភាពលោភលន់បើសិនជាអ្នកយកចិត្តទុកដាក់រស់នៅក្នុងជីវិតបច្ចុប្បន្ននេះពាក់ព័ន្ធតែជាមួយសេចក្តីលោភលន់ប្រាថ្នាចង់បានចង់មានហួសហេតុនោះចិត្តរបស់អ្នកមិនបានទទួលនៅភាពសុខស្ងប់បាននោះទេបើសិនជាអ្នកចង់បានចិត្តរស់នៅពោរពេញទៅដោយភាពស្រស់ស្រាយស្ងប់ស្ងាត់ហើយរស់នៅបានទទួលនៅភាពសុខកាយសប្បាយចិត្តមិនសូវសម្បូរទៅដោយទុក្ខវិវល់នោះលុះត្រាអ្នកចេះគ្រប់គ្រាន់រាល់រឿងទាំងឡាយដែលអ្នកទទួលជួបជាប្រចាំបើសិនជាការគិតរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃគិតតែអំពីការចង់ឈ្នះមិនចង់ចាញ់អ្នកណានោះអ្នកមិនអាចទទួលយករឿងល្អរឿងថ្មីនៅក្នុងជីវិតរបស់អ្នកបានទេហើយផ្ទុយទៅវិញធ្វើឲ្យអ្នកទទួលរងទុក្ខវេទនាកាន់តែខ្លាំងទៅដោយសារតែចិត្តរបស់អ្នកហ្នឹងប្រាថ្នាចង់ឈ្នះអ្នកដទៃចង់មានចង់បានជាអ្នកដទៃខ្លាំងពេកបើសិនជាអ្នកចង់ឲ្យជីវិតផ្លូវចិត្តរបស់យើងរស់នៅដោយភាពសុខស្ងប់នោះអ្នកមិនត្រូវប្រាថ្នាស្វែងរកទីតាំងដែលស្ងប់ស្ងាត់ដែលមានផាសុខភាពមានបរិយាកាសល្អពេកនោះទេបើសិនជាអ្នកយល់ដឹងអំពីការប្រើចិត្តរស់នៅក្នុងភាពឲ្យសុខស្ងប់នោះយ៉ាងពិតប្រាកដនោះទោះតែអ្នករស់នៅចេះអត់ឱនអធិស្ស្រ័យឲ្យគ្នាមិនប្រាថ្នាចង់បានហួសហេតុមិនមានការជាប់ជំពាក់ទៅលើរឿងដែលកំពុងមាននិងមិនមានការជាប់ជំពាក់ទៅរឿងដែលបាត់បង់ទៅផ្លូវដែលស្ងប់ស្ងាត់មានតែការទទួលស្គាល់ការពិតតែមួយមុខគត់ហើយទទួលព្រមរាល់រឿងទាំងឡាយដែលអ្នកបានជួបទាំងរឿងសោកសៅក្តីទាំងរឿងសំប្រកបផ្លូវចិត្តក្តីនោះទើបអ្នកស្គាល់នៅភាពល្អភាពសុខស្ងប់នៅក្នុងផ្លូវចិត្តយ៉ាងពិតប្រាកដមិនមែនទីតាំងទេបើអ្នកប្រាថ្នាឲ្យចិត្តយើងរងាប់ទៅបាននោះបើអ្នកប្រាថ្នាចង់ឲ្យចិត្តយើងរងាប់ពោរពេញទៅដោយភាពរីករាយហើយស្ងប់ស្ងាត់នៅក្នុងដួងចិត្តរបស់យើងបាននោះអ្នកត្រូវតែមានសិលនៅក្នុងខ្លួនហើយមានការបដិបត្តិអប់រំទូមានចិត្តរបស់អ្នកឲ្យបានរឿយញឹកញាប់ជាទីបំផុតហើយត្រូវមានការព្យាយាមនៅក្នុងការបដិបត្តិនៅក្នុងសេចក្តីល្អហើយប្រឡែងចោលរាល់រឿងអាក្រក់ទាំងឡាយដែលមិនសមប្រកបដែលកើតលើរូបរាងកាយមកលើជីវិតរបស់អ្នកយើងត្រូវប្រឡែងរឿងអាក្រក់ទាំងអស់នោះចោលទើបអ្នករស់នៅទីកន្លែងដែលសមរម្យមួយក៏អ្នកអាចសុខស្ងប់បានរស់នៅក្នុងព្រៃភ្នំក៏អ្នកអាចសុខស្ងប់បានដោយពុំមានបញ្ហាអ្វីនោះទេប៉ុន្តែបើសិនជាចិត្តរបស់អ្នកច្បោកច្បល់ហើយអ្នក
ទោះបីអ្នកទៅរស់នៅក្នុងព្រៃភ្នំក្រោមថ្មជ្រោះជ្រងចលងដងអូយ៉ាងជ្រៅយ៉ាងណាក៏ដោយតែចិត្តរបស់អ្នកច្បោកច្បល់នោះគឺគ្មានថ្ងៃស្ងប់ស្ងាត់បានទេហើយក៏គ្មានថ្ងៃទទួលបាននូវភាពសុខសាន្តនៅក្នុងផ្លូវចិត្តបានទេអ្នកមោពុទ្ធាយៈ